បាទជម្រាបសួរនៅទីនេះដែរខ្ញុំសូមបង្ហាញពីរបៀបក្នុងការបើក File Explorer File Explorer ហ្នឹងវាជាកន្លែងមួយសម្រាប់ផ្ទុកនៅឯកសារឬក៏កម្មវិធីផ្សេងយើងមានវិធីច្រើនក្នុងការបើកពេលខ្លះយើងចុចអក្សរ E ហើយមើលត្រង់ពាក្យថា File Explorer ឬក៏ពេលខ្លះយើងវាយពាក្យថា Explorer នឹងតែម្ដងមកក៏បានដែរតែនៅទីនេះយើងវាយអក្សរ E វានឹង load កម្មវិធី File Explorer ហ្នឹងមកយើងចុចលើហ្នឹងមកបាទបន្តមកទៀតនេះគឺជាទីតាំងដែលយើងផ្ទុកឯកសារផ្សេងៗរបស់យើងអញ្ចឹងបាទវានៅក្នុង drive desktop មាននៅក្នុង download មាននៅក្នុងនិយាយរួមគឺឯកសារទាំងអស់ទិន្នន័យរបស់យើងទាំងអស់ទុកនៅហ្នឹងបាទហើយនៅត្រង់នេះយើងអាចចូលក្នុង drive D មកបាទឃើញឯកសាររបស់យើងដែលផ្ទុកយើងរក្សាទុកនៅនឹង file ដែលយើងបង្កើតទុកនៅនឹងអញ្ចឹងពេលខ្លះបើសិនជារកឯកសារអត់ឃើញអីយើងត្រូវចំណាំថាយើងចុចក្នុង File Explorer ហ្នឹងទៅបាទវីដេអូហ្នឹងមានប៉ុណ្ណឹងអរគុណច្រើន